បាទសួស្តីបាទពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូមួយអំពីរបៀបដោះស្រាយបញ្ហានេះដែលយើងបើកកុំព្យូទ័រមកគឺវាចេញស្គាយស្កាញ៉ាញ៉ាអញ្ចឹងណាបាទវាយើងបើកគ្រឿងមកគឺវាចេញ app ចេញមកលើអេក្រង់កុំព្យូទ័ររបស់យើងអញ្ចឹងដោះស្រាយវិធីហ្នឹងគឺដំបូងពេលវាចេញយើងត្រូវខ្វែងវាចោលបាទហើយពុកម៉ែបងប្អូនចូលទៅកាន់កន្លែងនេះបាទបន្ទាប់មកបងប្អូន search ដាក់ system SY បាទ SYSTEM បាទអញ្ចឹងនេះនៅលើគេនេះបាទនេះចុចលើហ្នឹងមកបាទតមកកន្លែងនេះបងប្អូនចុចវាថា start up បាទចុច start up ហើយនេះចុច open tag manager តមកនេះឃើញ app ដែលវា load នេះឃើញទេអញ្ចឹងយើងចុចចឹងនេះវា set enable អញ្ចឹងយើងចុច disable យើង disable វាចោលអស់បាទតើវា enable គឺយើងបើកឡើងគឺវាចេញហើយបាទគេយើង disable អស់ហើយអញ្ចឹងប៉ុណ្ណឹងមកយើងចុចខ្វែងបាទហើយយើងធ្វើការបិទកុំព្យូទ័ររបស់យើងចុច restart ចុច restart ហើយវានឹងមកដូចដើមវិញហើយបាទអេក្រង់ទុកចោលយកអត់សូវលេងមកចេញពណ៌ឡើងស្វាយកឡើងកញ្ចក់អស់លេងសូវអីហ្នឹងតែប៉ុណ្ណឹងលេង PUBG បានអញ្ចឹងនេះវាឡើង load ហើយវាឡើងចេញហើយបាទឡើងចេញហើយបាទវាឡើងចេញញ៉ាហើយបាទអញ្ចឹងគឺយើងឡើងតឹងទ្រង់មួយវាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនបាទ